បាទសម្រាប់សួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ូពិនឡុកហើយខ្ញុំកំពុងតែរៀនផ្នែកនៃ software នៅក្នុងសាកលវិទ្យាល័យសេជុង Cyber ផងដែរហេតុផលដែលខ្ញុំចូលរៀននៅក្នុងសាកលវិទ្យាល័យសេជុងផ្នែក software ដោយសារខ្ញុំបានជ្រើសរើសសាលាជាច្រើនក្នុងការពិចារណាសាលាជាច្រើនដែរប៉ុន្តែនៅក្នុងនោះសេជុងគឺជាសាលាមួយដែលនៅក្នុងសូអ៊ូលងាយស្រួលនៅក្នុងការធ្វើដំណើរចិញ្ចោនៅពេលដែលខ្ញុំមានការរវល់ក៏ដូចជាសាលាត្រូវមានកិច្ចការឬក៏យើងមានកិច្ចការអ្វីមួយនៅក្នុងការធ្វើនៅសាលាដូច្នេះហើយជាហេតុផលមួយដែលខ្ញុំបានជ្រើសរើសសេជុងផងដែរទី2គឺដោយសារតែសេជុងគឺជាសាកលវិទ្យាល័យមួយដែលមានឈ្មោះយូរដែរហើយអញ្ចឹងតាំងពីឆ្នាំ1940ហើយដូច្នេះហើយខ្ញុំអាចជឿនឹងទុកចិត្តបាននៅផ្នែកខាង software នេះផងដែរខ្ញុំបានចូលរៀនក្នុងឆមាសទី1នេះបានឆមាសទី1នៅក្នុងឆ្នាំទី1ហើយខ្ញុំមើលឃើញថាបញ្ហានៅក្នុងការរៀនដូចជាមិនមានអ្វីជាចោលនោះឡើយក៏ប៉ុន្តែដោយសារខ្ញុំធ្វើការផងខ្ញុំរៀនផងដូច្នេះហើយខ្ញុំមិនមានពេលគ្រប់គ្រាន់ក្នុងការបែងចែកមេរៀនឲ្យបានស៊ីជម្រៅដូច្នេះនេះជាបញ្ហាទី1ដែលខ្ញុំបានបញ្ហាដែលខ្ញុំកំពុងតែចោទអញ្ចឹងនៅពេលដែលការងារនៅក្នុងក្រុមហ៊ុនខ្ញុំអត់សូវមានខ្ញុំមានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀនដូចជាខ្ញុំអាចរៀនបានល្អហើយខ្ញុំបានរៀនបានទាន់មេរៀនបានល្អចំពោះនៅក្នុងការរៀនបងប្អូនទាំងអស់គ្នាមិនជាចោទជាបញ្ហានោះឡើយបើសិនជាបងប្អូនទាំងអស់គ្នាមិនធ្វើការនៅក្នុងក្រុមហ៊ុនដែលយើងកំពុងតែធ្វើនោះច្រើនម៉ោងជាទូទៅចំពោះសិស្សជនបរទេសយើងធ្វើការផងយើងរៀនផងដើម្បីផ្នែកទី1យើងនឹងបដូរជាយងជប៉ុនហើយទី2បងប្អូននឹងចង់បានជំនាញដែលបងប្អូនទាំងអស់គ្នាចង់ចេះពេលដែលបងប្អូនកំពុងតែធ្វើការប៉ុន្តែបើសិនជាយើងចំណាយពេលទៅក្នុងការងារដែលយើងធ្វើនោះច្រើនពេកយើងពិបាកនៅក្នុងការតាមមេរៀនបន្តិចយើងតាមទាន់ក៏ប៉ុន្តែយើងតាមទាំងពិបាកដូច្នេះហើយសូមណែនាំដល់បងប្អូនទាំងអស់គ្នាយើងត្រូវចំណាយពេលវេលាយ៉ាងគ្រប់គ្រាន់ចំពោះមេរៀនដែរទើបយើងអាចរៀនបន្តទៀតពីមេរៀនមួយទៅមេរៀនមួយយើងមានការយល់បានច្បាស់ខ្ញុំជាទូទៅខ្ញុំចេញធ្វើការនៅម៉ោង9យប់ហើយខ្ញុំចាប់ផ្ដើមរៀនពីម៉ោង10រហូតដល់ម៉ោង1ឬក៏ម៉ោង2ទៅតាមមេរៀនដែរដោយសារខ្ញុំចង់ចេះចំណេះនេះច្បាស់លាស់មិនមែនដើម្បីបញ្ចប់សាកលវិទ្យាល័យបញ្ចប់ការសិក្សាយកជប៉ុនតែមួយមុខនោះឡើយដូច្នេះហើយបងប្អូនទាំងអស់គ្នាយើងសូមយើងចំណាយពេលនៅក្នុងមេរៀនកាន់តែច្រើនបងប្អូនទាំងអស់គ្នានឹងយើងទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងនៅក្នុងមេរៀននោះកាន់តែច្រើនដូចគ្នាដែរបើសិនជាបងប្អូនទាំងអស់គ្នាចង់ចូលរៀនសាកលវិទ្យាល័យសេជុងនៅបងប្អូនទាំងអស់គ្នាអាចមានបំណងនៅក្នុងការរៀនបណ្ដាធ្វើការបណ្ដាបងប្អូនទាំងអស់គ្នាអាចនៅក្នុងការត្រៀមចំឯកសារទី1ដូចជានៅក្នុងការយើងត្រូវបញ្ចប់ការសិក្សានៅថ្នាក់ទី12ឬទុតិយភូមិនៅដែលយើងហៅថាបាក់ឌុបហ្នឹងគឺនៅក្នុងបញ្ចប់ត្រូវបានយើងត្រូវបញ្ចប់ហើយយើងត្រូវមានសញ្ញាបត្រហើយយើងត្រូវត្រៀមឯកសារមួយចំនួនដូចជាមិនពិបាកនោះឡើយបងប្អូនទាំងអស់គ្នាអាចត្រៀមភាសាកូរ៉េឲ្យបានច្បាស់នៅក្នុងការចូលរៀនឲ្យបានដើម្បីឲ្យយើងពេលយើងរៀនទៅយើងមានភាពងាយស្រួលនៅក្នុងការដែលយើងតាមទាន់នៅក្នុងមេរៀនដោយសារមេរៀនភាគច្រើនគឺយើងប្រើប្រាស់ជាភាសាកូរ៉េនៅពេលដែលខ្ញុំបញ្ចប់សាកលវិទ្យាល័យសេជុងនៅក្នុងផ្នែកបរិញ្ញាបត្រនៅក្នុងផ្នែក software នេះខ្ញុំនឹងទី1ខ្ញុំនឹងបន្តនៅប្រទេសកូរ៉េរកការងារធ្វើហើយនៅក្នុងជំនាញនេះហើយនឹងខ្ញុំផ្លាស់ប្ដូរនៅយងជប៉ុនដើម្បីឲ្យជាអ្វីមួយដែលយើងអាចមានសិទ្ធិរស់នៅក្នុងរស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសកូរ៉េទី2នៅពេលដែលខ្ញុំមានបទពិសោធន៍ការងាររៀងល្មមដូច្នេះហើយខ្ញុំនឹងអាចរៀនដល់អនុបណ្ឌិតនៅក្នុងផ្នែកតាក់ទងជាមួយនឹងផ្នែកនេះហើយនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញនៅក្នុងដើម្បីចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលតាក់ទងនឹងផ្នែក software នេះផងដែរ